ចំពោះ16ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នាដើម្បីកុំឲ្យអ្នករាល់គ្នារវល់ចិត្តឡើយគេមិនកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេក៏នឹងមានពេលវេលាមកនោះអស់អ្នកណាដែលសម្លាប់អ្នករាល់គ្នានឹងគិតស្មានថាខ្លួនបម្រើដល់ព្រះដែរគេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នាដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេតែខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នាដើម្បីកាលណាពេលវេលានោះមកដល់នោះអ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់ហើយខ្ញុំមិនបានប្រាប់កាលពីដើមទេពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយតែឥឡូវនេះខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមកហើយក្នុងពួកអ្នករាល់គ្នាគ្មានអ្នកណាសួរខ្ញុំថាលោកអញ្ជើញទៅឯណានោះទេប៉ុន្តែអ្នករាល់គ្នាមានចិត្តពេញដោយសេចក្តីព្រួយដោយព្រោះខ្ញុំបានប្រាប់សេចក្តីទាំងនេះខ្ញុំប្រាប់តាមត្រង់ថាដែលខ្ញុំទៅនោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញត្បិតបើខ្ញុំមិនទៅទេនោះព្រះដ៏ជាជំនួយក៏មិនមកឲ្យអ្នករាល់គ្នាដែរតែបើខ្ញុំទៅនោះខ្ញុំនឹងចាត់ទ្រង់ឲ្យមកកាលណាទ្រង់បានយាងមកហើយនោះទ្រង់នឹងសម្ដែងឲ្យមនុស្សលោកដឹងច្បាស់ពីអំពើបាបពីសេចក្តីសុចរិតហើយពីសេចក្តីជំនុំជម្រះគឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំពីសេចក្តីសុចរិតដោយព្រោះខ្ញុំទៅឯព្រះវរបិតាហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេនិងពីសេចក្តីជំនុំជម្រះដោយព្រោះចៅវាយរបស់លោកីនេះត្រូវទោសហើយខ្ញុំនៅមានសេចក្តីជាច្រើនទៀតនឹងប្រាប់ដល់អ្នករាល់គ្នាតែឥឡូវនេះអ្នករាល់គ្នាពុំអាចនឹងទទួលបានទេកាលណាព្រះអង្គនោះគឺជាព្រះវិញ្ញាណនៃសេចក្តីពិតមកដល់នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិតត្បិតទ្រង់នឹងមានបន្ទូលមិនមែនដោយអាងព្រះអង្គទ្រង់ទេគឺនឹងមានបន្ទូលចំពោះតែសេចក្តីណាដែលទ្រង់ឮហើយនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមកទ្រង់នឹងដំកើងខ្ញុំត្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំមកប្រាប់ដល់អ្នករាល់គ្នាគ្រប់ទាំងអស់ដែលព្រះវរបិតាមាននោះជារបស់ថងខ្ញុំដែរហេតុនោះហើយបានជាខ្ញុំប្រាប់ថាទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំមកប្រាប់អ្នករាល់គ្នានៃបន្តិចទៀតអ្នករាល់គ្នានឹងលែងឃើញខ្ញុំរួចបន្តិចទៅទៀតនឹងឃើញខ្ញុំវិញត្បិតខ្ញុំទៅឯព្រះវរបិតាដូច្នេះមានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថាពាក្យនេះដែលទ្រង់មានបន្ទូលមកយើងថានៅបន្តិចទៀតអ្នករាល់គ្នានឹងលែងឃើញខ្ញុំរួចបន្តិចទៅទៀតនឹងឃើញខ្ញុំវិញហើយដែលថាត្បិតខ្ញុំទៅឯព្រះវរបិតានេះតើមានន័យដូចម្ដេចហេតុនោះបានជាគេនិយាយថាពាក្យនេះដែលទ្រង់មានបន្ទូលថានៅបន្តិចទៀតដូច្នេះនោះចង់ថាដូចម្ដេចយើងស្ដាប់មិនបានទេព្រះយេស៊ូវក៏ជ្រាបថាគេចង់សួរទ្រង់បានជាទ្រង់មានបន្ទូលទៅគេថាតើអ្នករាល់គ្នាសាកសួរគ្នាពីពាក្យដែលខ្ញុំថានៅបន្តិចទៀតនឹងលែងឃើញខ្ញុំរួចបន្តិចទៅទៀតនឹងឃើញខ្ញុំវិញឬអីប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នករាល់គ្នានឹងយំហើយសោកសង្រេងតែលោកីនឹងអរសប្បាយឡើងអ្នករាល់គ្នានឹងមានសេចក្តីព្រួយតែសេចក្តីព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាសេចក្តីអំណរទៅវិញឯសេត្រីកាលណាហៀបនឹងសម្រាលកូននោះតែងព្រួយចិត្តព្រោះដល់កំណត់ហើយតែកាលណាសម្រាលរួចមកនោះលែងនឹកពីសេចក្តីវេទនានោះហើយពីព្រោះមានសេចក្តីអំណរដោយព្រោះមានកូនមួយកើតមកក្នុងលោកឥឡូវនេះអ្នករាល់គ្នាមានសេចក្តីព្រួយដូច្នោះមែនតែខ្ញុំនឹងឃើញអ្នករាល់គ្នាម្ដងទៀតនោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញហើយនឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះចេញពីអ្នករាល់គ្នាបានឡើយនៅថ្ងៃនោះអ្នករាល់គ្នានឹងមិនសុំអ្វីពីខ្ញុំទៀតប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្វីដែលអ្នករាល់គ្នានឹងសុំដល់ព្រះវរបិតាដោយនៅឈ្មោះខ្ញុំនោះទ្រង់នឹងប្រទានឲ្យតាំងពីដើមមកអ្នករាល់គ្នាមិនបានសុំអ្វីដោយនៅឈ្មោះខ្ញុំទេឥឡូវចូលសុំចុះនោះអ្នករាល់គ្នានឹងបានដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោពេញពិតខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នាដោយពាក្យប្រៀបធៀបតែនឹងមានពេលវេលាមក
ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបធៀបទៀតទេគឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញនៅថ្ងៃនោះអ្នករាល់គ្នានឹងសុំដោយនៅឈ្មោះខ្ញុំហើយខ្ញុំមិនថាខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតាជំនួសអ្នករាល់គ្នានោះទេត្បិតព្រះវរបិតាទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំហើយក៏ជឿថាខ្ញុំបានចេញពីព្រះមកខ្ញុំបានចេញពីព្រះវរបិតាមកមែនហើយបានមកនឹងលោកីក៏នឹងចេញពីលោកីទៅឯព្រះវរបិតាវិញទៀតពួកសិស្សទូលទ្រង់ថាណោះម្ដងនេះទ្រង់មានបន្ទូលច្បាស់ហើយមិនមែនដោយពាក្យប្រៀបធៀបទៀតទេឥឡូវនេះយើងខ្ញុំដឹងថាទ្រង់ជ្រាបគ្រប់ទាំងអស់ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេដោយហេតុនេះយើងខ្ញុំជឿថាទ្រង់បានចេញពីព្រះមកមែនព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថាឥឡូវនេះអ្នករាល់គ្នាជឿហើយឬមើលនឹងមានពេលវេលាមកក៏មកដល់ហើយនោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅដោយខ្លួនទាំងទុកខ្ញុំចោលឲ្យនៅតែឯកាតែខ្ញុំមិននៅតែឯកាទេគឺមានព្រះវរបិតាគង់ជាមួយខ្ញុំដែរខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនតែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ